ដល់កំសត់និងពោពេញទៅដោយការឈឺចាប់រវាងស្នេហាភេទដូចគ្នាគឺលើដែលមានចំណងជើងថារបងវណ្ណៈនិងចិត្តមាននេះពន្លឺព្រះអាទិត្យពេលរៀបលិចពូមាសកំពុងតែជះលើខ្នងទ្វារវិទ្យាល័យជាស៊ីមតកែវសំឡេងជួងក៏បានបន្លឺឡើងក៏ជាពេលដែលសិស្សានុសិស្សទាំងអស់នាំគ្នាសម្រុកចេញទៅក្រៅតាមទម្លាប់នៅក្រោមដើមឈើដ៏ធំមួយក្បែរទីធ្លាបាល់ទាត់សិលាកំពុងអង្គុយរងចាំនរណាម្នាក់នៅលើកង់ឲ្យភ្នែករបស់នាងសម្លឹងទៅមើលអគារសិក្សាដ៏ចាស់និងដោយក្តីរំពឹងមិនយូរប៉ុន្មានក្មេងស្រីម្នាក់ដែលមានរូបរាងស្រលូនសម៉ត់ស្នាមញញឹមស្រស់បានដើរសម្ដៅមករកសិលានោះគឺនិមលចាំយូរទេសិលានិមលសួរទៅទាំងហត់តិចតិចព្រោះជាប់រវល់រៀបចំសៀវភៅនៅក្នុងបន្ទប់រៀនសិលាញញឹមបន្តិចរួចក៏ហុចដបទឹកឲ្យទៅមិត្តស្រីមិនយូរទេសម្រាប់ខ្ញុំមនុស្សដែលខ្ញុំចង់ជួបចាំដល់យប់ក៏មិនយូរដែរនិមលអៀនឡើងរហូតថ្ពាល់ឡើងក្រហមនាងឡើងអង្គុយពីក្រោយកង់របស់សិលារួចអោបចង្កេះសិលាយ៉ាងជាប់កង់ដ៏ចាស់នោះបានធ្វើដំណើរចេញពីសាលារៀនសម្ដៅទៅតាមផ្លូវលំហែដែលមានដើមត្នោតដុះត្រសងនៅតាមមាត់បឹងសិលាបើរៀនចប់អឌុបសិលាចង់រៀនអ្វីនិមលសួរខ្សឹបក្បែរខ្នងសិលាបងអង្គលបឿនកង់រួចឆ្លើយទាំងសំឡេងមាំខ្ញុំចង់រៀនពេទ្យខ្ញុំចង់ក្លាយទៅជាអ្នកព្យាបាលមនុស្សឲ្យជាសះស្បើយដោយដែលខ្ញុំចង់មើលថែនិមលឲ្យបានល្អបំផុតពេញមួយជីវិតខ្ញុំអញ្ចឹងនិមលញញឹមទាំងមានក្តីសុខអញ្ចឹងយើងប្រឡងចូលរៀនពេទ្យទៅនៅភ្នំពេញជាមួយគ្នាណាយើងនឹងរៀនជាមួយសិលាពួកយើងនឹងក្លាយទៅជាដុកទ័រទាំងពីរនាក់បីជាដឹងថាគ្រួសារខ្លួនឯងក្រលំបាកត្រូវខំរៀនផងនិងជួយធ្វើការងារស្រែចម្ការឪពុកម្ដាយផងប៉ុន្តែសម្ដីរបស់និមលបានក្លាយទៅជាកម្លាំងចិត្តដ៏ធំពិសេសសម្រាប់សិលាបានចាប់ដៃនិមលដែលអោបចង្កេះខ្លួនមកអោបថើបស្រាលដែលជាការសន្យាប៉ុន្តែខណៈនោះរថយន្តទំនើបមួយគ្រឿងក៏បានបើកកាត់ពួកគេយ៉ាងលឿនបណ្ដាលឲ្យដីហុយត្រឡោមពេញផ្លូវនិមលស្គាល់ច្បាស់ថាជាឡានរបស់នរណាគឺឡានរបស់ម្ដាយនាងដែលកំពុងមកទទួលនាងសិលាជប់កង់ត្រឹមនឹងចាស់ខ្ញុំត្រូវទៅហើយនិមលនិយាយទាំងមុខស្រពោននាងប្រញាប់ជប់ពីកង់រួចរត់ទៅឡានដែលឈប់ចាំនៅខាងមុខសិលាឈរមើលស្រមោលរថយន្តដែលបើកចេញទៅយ៉ាងឆ្ងាយទៅទាំងអាឡ័យមួយដែលពិបាកពរនានាងដឹងច្បាស់ថាគម្លាតរវាងកង់ចាស់និងឡានដ៏ថ្មីរបស់នាងមិនមែនត្រឹមតែយានជំនិះទេប៉ុន្តែគឺជាវណ្ណៈដែលអាចនឹងរារាំងសុបិនរបស់នាងនៅថ្ងៃអនាគតមេឃនៅទីក្រុងភ្នំពេញខុសប្លែកពីមេឃនៅខេត្តតាកែវវាមិនសូវមានខ្យល់អាកាសបរិសុទ្ធទេប៉ុន្តែវាពោពេញទៅដោយក្តីសង្ឃឹមនិងការតស៊ូបន្ទាប់ពីលទ្ធផលប្រឡងចេញមកទាំងសិលានិងនិមលបានប្រឡងចូលថ្នាក់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលយ៉ាងជោគជ័យពួកគេទាំងពីរនាក់បានជួលបន្ទប់តូចមួយនៅម្ដុំបឹងកក់ដើម្បីរស់នៅជាមួយគ្នាបន្ទប់ដ៏តូចចង្អៀតនោះតូចបន្តិចមែនប៉ុន្តែពោពេញទៅដោយសៀវភៅពេទ្យក្រាស់និងក្តីស្រឡាញ់យ៉ាងកក់ក្ដៅសិលាយប់ហើយអត់ទាន់ជប់រៀនទៀតទៅញ៉ាំបាយសិនមកនិមលនិយាយទាំងលើកទឹកចិត្តទៅដល់សិលា
រួចក៏កាន់មីស្រស់មួយចានមកដាក់លើតុតែសិលាកំពុងរៀនញ៉ាំទៅកុំរៀនយូរពេកសិលាកំពុងផ្ដោតអារម្មណ៍លើមេរៀនទាំងកាយវិភាគ anatomy នៅមុខឡើងភ្នែកស្លក់បន្តិចនិមលញ៉ាំមុនសិនចាស់ខ្ញុំត្រូវមើលមេរៀននេះឲ្យចប់ព្រោះស្អែកមានការប្រឡងសាកល្បងយ៉ាងទៀតយប់នេះខ្ញុំត្រូវធ្វើការនៅម៉ាតបន្តនិមលដើរមកក្រៅរួចកាន់ស្មាសិលាថ្នមសិលាកុំធ្វើបាបខ្លួនឯងពេកអីលុយដែលម៉ាក់ខ្ញុំផ្ញើមកវានៅសល់ច្រើនណាស់យកទៅបង់ថ្លៃសាលាសិនទៅសិលាចាប់ដៃនិមលងាកមុខមើលសង្សាររបស់ខ្លួនដោយកែវភ្នែកមើលម៉ាត់អត់ទេអូនបងមិនចង់ឲ្យអ្នកផ្ទះអូនមើលងាយបងទេថាបងមករកអូនមកនៅជាមួយអូនដើម្បីតែលុយអូនបងមិនអាចធ្វើរបៀបនេះទេពីព្រោះបងចង់ការពារអូននៅថ្ងៃអនាគតឲ្យបានល្អនិមលដកដង្ហើមធំនាងដឹងពីចរិតរឹងរូសរបស់សិលាដែលមិនចង់ជំពាក់គុណណាជារៀងរាល់ថ្ងៃសិលាត្រូវក្រោកតាំងពីព្រឹកម៉ោង5ដើម្បីទៅរៀនហើយដល់ម៉ោង6ល្ងាចនាងក៏ត្រូវទៅធ្វើការក្រៅម៉ោងនៅកណ្ដាលអត្រាទៀតទើបត្រឡប់មករៀនវិញយប់មួយខណៈដែលពួកគេកំពុងតែអង្គុយមើលសៀវភៅមេរៀនជាមួយគ្នានិមលបានសួរទៅសិលាទាំងបារម្ភបងចុះបើថ្ងៃណាមួយម៉ាក់ខ្ញុំដឹងថាពួកយើងនៅជាមួយគ្នាហើយស្រឡាញ់គ្នារួចគាត់បង្ខំឲ្យយើងបែកគ្នាតើបងគិតធ្វើយ៉ាងម៉េចសិលាស្ងាត់មួយសន្ទុះរួចឆ្លើយយ៉ាងតិចថាបងនឹងមិនបោះបង់ចោលអូនទេកុំបារម្ភលុះត្រាណាតែវត្តមានរបស់បងធ្វើឲ្យអូនលំបាកនិងបាត់បង់អ្វីគ្រប់យ៉ាងបើដល់ពេលនោះមែនបងនឹងដកខ្លួនចេញដើម្បីឲ្យអូនមានសេចក្តីសុខនិមលអោបសិលាពីខាងក្រោយឲ្យណែនទឹកភ្នែកនាងស្រក់ចុះមកតិចអត់ទេបងខ្ញុំមិនត្រូវការសេចក្តីសុខដែលគ្មានវត្តមានបងឡើយខ្ញុំនឹងក្លាយទៅជាគ្រូពេទ្យជាមួយបងអូនមិនត្រូវការសេចក្តីសុខដែលគ្មានវត្តមានបងឡើយយើងនឹងក្លាយទៅជាពេទ្យជាមួយគ្នានិងមានអនាគតជាមួយគ្នាកុំដាច់ចិត្តចោលអូនយើងត្រូវតែតស៊ូជាមួយគ្នាណាបងឆ្នាំសិក្សាបានកន្លងផុតទៅពីមួយឆ្នាំទៅមួយឆ្នាំពួកគេបានតស៊ូជាមួយគ្នារហូតឈានចូលដល់ឆ្នាំទី8ដែលជាឆ្នាំបញ្ចប់ការសិក្សាប៉ុន្តែជាអកុសលពួកគេមិនបានដឹងឡើយថានៃដ៏មុតស្រួយរបស់លោកជំទាវដែលជាម្ដាយរបស់និមលបានចាប់ផ្ដើមតាមដានពួកគេតាំងពីដើមមកម្លេះជុះភ្លៀងដែលនឹងបំបែកស្នេហានេះកំពុងតែខិតជិតមកដល់នៅពេលដែលគេចុះកម្មសិក្សានៅមន្ទីរពេទ្យទាហានមួយកន្លែងនៅរាជធានីភ្នំពេញបន្ទាប់ពីរៀនចប់ទ្រឹស្ដីរយៈពេលជាច្រើនឆ្នាំកន្លងមកនេះទីបំផុតនិមលនិងសិលាបានឈានមកដល់ដំណាក់កាលចុះកម្មសិក្សាជាក់ស្ដែងពួកគេទាំងពីរនាក់បានធ្វើកម្មសិក្សានៅមន្ទីរពេទ្យរដ្ឋមួយដ៏ធំផ្នែកសង្គ្រោះបន្ទាន់និងវះកាត់ស្រាប់តែពេលនោះមានស្ត្រីម្នាក់មករកសិលាជាមួយនឹងទឹកមុខយ៉ាងអំណាចនិងក្រសែភ្នែកមើលងាយនោះគឺលោកស្រីជំទាវម្ដាយរបស់និមលឯងឈ្មោះសិលាមែនទេសំលេងត្រជាក់ស្រឹបបន្លឺឡើងសិលាងើបមុខឡើងរួចលើកដៃសំពះគោរពជំរាបសួរតាមការគួរចាអ៊ំស្រីខ្ញុំឈ្មោះសិលាតើអ៊ំស្រីមានការអ្វីជាមួយខ្ញុំដែរលោកជំទាវមិនតប
តាមការគួរសមទេគាត់បែរជាដើរទៅជិតរួចនិយាយសឹកថាខ្ញុំដឹងរឿងគ្រប់យ៉ាងរវាងឯងនិងកូនស្រីខ្ញុំតើឯងធ្លាប់គិតដែរទេថាកូនស្រីអភិជនដូចជានិមលអាចទៅរស់នៅជាមួយឯងបានតែជាក្មេងក្រីក្ររកអ្វីមិនបានសូម្បីតែឡានមួយគ្រឿងក៏គ្មានធ្វើការជប់ថ្ងៃបែបនេះយូរអង្វែងមែនទេសិលាឈរស្ងៀមក្នុងចិត្តឈឺចាប់ដូចត្រូវកំបិតចាក់អ៊ំស្រីពួកយើងស្រឡាញ់គ្នាដោយចិត្តស្មោះស៊ីកើតទេលោកស្រីកាត់សម្ដីភ្លាមកូនស្រីខ្ញុំមានអនាគតវែងឆ្ងាយនាងត្រូវការគ្រួសារដ៏ល្អតាមឋានៈរបស់នាងបើឯងនៅតែបន្តតោងទាមនាងខ្ញុំនឹងប្រើអំណាចធ្វើឲ្យឯងមិនអាចបញ្ចប់ការសិក្សាបាននិងមិនអាចឲ្យពេទ្យនៅស្រុកខ្មែរនេះទទួលឯងធ្វើការឡើយម្យ៉ាងទៀតបើនាងមិនព្រមបែកពីឯងខ្ញុំនឹងកាត់ការលៀងចោលឲ្យនាងវេទនាជាមួយឯងចុះបើឯងចង់ឃើញមនុស្សដែលឯងស្រឡាញ់លំបាកបែបនេះតាមចិត្តយើងនឹងបំពេញបំណងរបស់ឯងពេលនោះនិមលបានដើរចេញមកពីបន្ទប់ពិនិត្យឃើញម្ដាយខ្លួនកំពុងឈរនិយាយជាមួយសិលានាងក៏បញ្ញាប់រត់មកទាំងភ័យម៉ាក់មកនេះមានការអីដែរម៉ាក់អ្នកស្រីជំទាវញញឹមទាំងមានល្បិចអូម៉ាក់គ្រាន់តែមកសួរសុខទុក្ខមិត្តភក្តិកូនតាទៅចុះសិលាយកសម្ដីខ្ញុំទៅគិតបើឯងពិតជាស្រឡាញ់កូនខ្ញុំមែនកុំឲ្យអនាគតរបស់នាងរលាយដោយសារភាពអាត្មានិយមរបស់ឯងលោកស្រីដើរចេញទៅបន្សល់ទុកឲ្យសិលាឈរញ័រដៃញ័រជើងទាំងកំហឹងនឹងការឈឺចាប់ចំណែកនិមលព្យាយាមសួរទៅសិលាមានរឿងអីកើតឡើងសិលាបែរជាងាកមុខចេញពីនិមលហើយមិននិយាយអ្វីទាំងអស់សូម្បីតែមួយម៉ាត់បន្ទាប់ពីជំនួបដ៏តានតឹងរវាងសិលានិងម្ដាយរបស់និមលសិលាមិនអាចហូបសបានសម្រាប់បានឡើយរាល់ពាក្យពេចន៍ដែលមើលងាយនិងការគំរាមកំហែងអនាគតរបស់និមលបានលងបន្លាចក្នុងខួរក្បាលសិលាជានិច្ចនាងសម្លឹងមើលមុខនិមលកំពុងគេងលក់ទាំងញញឹមនាងដឹងថានិមលជាក្មេងស្រីដែលរស់នៅក្នុងគំនរមានប្រាក់មិនដែលស្គាល់ភាពលំបាកតោកយ៉ាកដូចគាត់ឡើយតើខ្ញុំអាចដាច់ចិត្តឲ្យមនុស្សដែលខ្ញុំស្រឡាញ់បំផុតមកវេទនាជាមួយខ្ញុំបែបនេះទេសិលាសួរខ្លួនឯងទាំងទឹកភ្នែកហូរស្រក់លើខ្នើយយកដៃទៅស្ទាបពណ៌រិមលថ្នមរួចថើបថ្ងាសនិមលដោយក្តីស្រឡាញ់និងអាណិតបំផុតដោយមិនចាំបាច់ពីនិមលសូម្បីតែបន្តិចព្រឹកឡើងនៅមន្ទីរពេទ្យទាហានដែលក្រោមដើមឈើតំបន់សួនច្បារមន្ទីរពេទ្យសិលាបានសម្រេចចិត្តហៅនិមលមកជួបសិលាមានរឿងអីមែនទេទឹកមុខសិលាមើលទៅមិនស្រស់ស្រាយតតែសោះនិមលសួរទាំងបារម្ភនឹងចាប់ដៃសិលាក្រវ៉ាត់ដៃនិមលចេញយ៉ាងខ្លាំងរួចធ្វើទឹកមុខយ៉ាងស្ងួតនិមលពួកយើងបែកគ្នាទៅនិមលភ្លាំងស្មារតីនាងស្មានថាសិលានិយាយលេងសិលានិយាយអីណាពួកយើងជិតរៀនចប់ហើយតើយើងនៅតែបន្តិចទៀតទេនឹងក្លាយទៅជាពេទ្យពេញសិទ្ធជាមួយគ្នាហើយបងកំពុងគិតអីគឺដោយសារតែយើងជិតរៀនចប់នឹងហើយទើបខ្ញុំដឹងថាជីវិតពិតមិនយល់ដូចយល់សពសិលាស្រែកដាក់និមលទាំងបង្ខំចិត្ត
អូនមើលខ្លួនឯងទៅស្ថានភាពរាល់ថ្ងៃអូនជាកូនអ្នកមានឡានមានផ្ទះវិឡាមានលុយកាក់សម្បូរបែបតែអូនប្រឡេកមកមើលបងមើលតែបងគួរស្រមៃតោងអូនដែរទេបងស្ទើរតែរកលុយទិញអាវពេទ្យថ្មីមិនបានផងប្រឹងធ្វើការទាំងថ្ងៃទាំងយប់ប្រឹងរត់តាមវណ្ណៈគ្រួសាររបស់អូនតាមពិតទៅបងកំពុងតែហត់នឿយក្នុងជីវភាពបែបនេះណាមិនពិតទេបងកំពុងតែកុហកខ្ញុំមែនទេម៉ាក់មកនិយាយអីជាមួយបងនិមលយំអង្វរទាំងអោបដៃសិលាជាប់គ្មានអ្នកណាមកនិយាយអីជាមួយខ្ញុំទាំងអស់គឺខ្ញុំខ្លួនឯងទេដែលជាអ្នកចង់បែកសិលានិយាយទាំងរវីក្បាលហើយរុញនិមលឲ្យដួលទៅលើដីខ្ញុំមិនចង់ឲ្យអ្នកមកពាក់ព័ន្ធនៅក្នុងជីវិតខ្ញុំតទៅទៀតទេចាប់ពីថ្ងៃនេះតទៅផ្លូវអ្នកមាននិងផ្លូវអ្នកក្រកុំមកពាក់ព័ន្ធគ្នាទៀតអីសិលាបានដើរចេញទៅយ៉ាងលឿនទាំងមិនងាកក្រោយមើលនិមលដែលកំពុងអង្គុយយំនៅលើដីឡើយនៅពេលដើរផុតក្រសែភ្នែករបស់និមលសិលាបានយកដៃខ្ទប់មាត់យំស្ទើរដាច់ខ្យល់នាងផ្អែកខ្នងនឹងជញ្ជាំងមន្ទីរពេទ្យរួចនិយាយតិចថាបងសុំទោសនិមលព្រោះតែស្រឡាញ់ទៅបងត្រូវធ្វើបែបនេះទៅរកជីវិតដែលអូនសុខសាន្តជាមួយឪពុកម្ដាយនិងអ្នកថ្មីចាស់លំបាកជាមួយមនុស្សដូចបងគ្មានប្រយោជន៍អ្វីទេស្នេហាដ៏ផ្អែមល្ហែមត្រូវបានកាត់ផ្ដាច់ទាំងស្រស់ទាំងនៅក្នុងចុងឆ្នាំសិក្សាបន្សល់ទុកតែស្នាមរបួសដែលមិនអាចលុបបាត់រយៈពេល14ឆ្នាំមេឃនៅក្នុងពេញនាពេលល្ងាចប្រែទៅជាស្រអាប់ផ្លែកខ្យល់បក់ត្រជាក់ដល់បេះដូងបន្ទាប់ពីការគំរាមកំហែងរបស់ម្ដាយរបស់និមលសិលាខំមាត់សង្កត់ចិត្តឈឺចាប់រុញនិមលចេញយ៉ាងខ្លាំងរហូតដល់នាងដួលទៅលើដីម្ដងទៀតកុំមកពាក់ព័ន្ធនឹងខ្ញុំទៀតខ្ញុំមិនចង់ឲ្យអនាគតរបស់យើងត្រូវមករាំងស្ទះដោយសារខ្ញុំទេជាមួយនឹងស្នេហាឈួតរបៀបនេះចាប់ពីថ្ងៃនេះទៅយើងនឹងក្លាយទៅជាអ្នកដទៃហើយឡើយមានអ្វីពាក់ព័ន្ធនឹងគ្នាហើយប្រសិនបើជួបខ្ញុំធ្វើជាមិនស្គាល់ខ្ញុំសិលាដើរចេញទៅយ៉ាងលឿនដោយមិនបានងាកក្រោយទោះបីជាសំឡេងនិមលយំស្រែកហៅឈ្មោះនាងយ៉ាងណាក៏ដោយសិលាដើរទៅទាំងទឹកភ្នែកហូរកាត់ផ្ទាល់នាងដឹងច្បាស់ថាការដកខ្លួននៅពេលនេះគឺដើម្បីរក្សាកិត្តិយសអនាគតនិមលនាងសុខចិត្តធ្វើឲ្យនិមលស្អប់ជាជាងឲ្យនិមលត្រូវម្ដាយកាត់កាលនិងវេទនាជាមួយមនុស្សដែលគ្មានអ្វីសោះដូចជានាងនិមលអង្គុយយំលើដីកណ្ដាលមន្ទីរពេទ្យនាងមានអារម្មណ៍ថាពិភពលោកទាំងមូលបានរលាយបាត់ភ្លាមនាងខ្លាចម្ដាយផងឈឺចាប់ផងនិងសិលាបោះបង់នាងបន្ទាប់ពីថ្ងៃដែលសិលាបាននិយាយពាក្យបែកគ្នាដល់ដាច់អហង្ការនោះមកពិភពលោករបស់និមលហាក់ដូចជាប្រែពណ៌ការឈូសទៅជាពណ៌ខ្មៅងងឹតនាងព្យាយាមទៅរកសិលានៅបន្ទប់ជួលប៉ុន្តែអ្វីដែលនាងឃើញគឺបន្ទប់ទទេស្អាតសិលាបានរើចេញទាំងយប់មិនបានបន្សល់ទុកសូម្បីតែអាសយដ្ឋានឬលេខទូរស័ព្ទសម្រាប់ទាក់ទងនៅសាលាពេទ្យសិលាក៏បានសុំផ្លាស់ប្ដូរវេនចុះកម្មសិក្សាទៅមន្ទីរពេទ្យផ្នែកផ្សេងដើម្បីជៀសវាងការជួបមុខនិមលគ្រប់ពេលដែលឃើញនិមលដើរមកពីចម្ងាយសិលាតែងតែរត់ពួនឬគេចទៅផ្លូវមួយជំហានទៀតជានិច្ចទោះបីជាបេះដូង
សិលាកំពុងមកស្រែកយំទាមទារចង់ជួបនឹងលួងលោមនិមលយ៉ាងណាក៏ដោយហេតុអ្វីសិលាចិត្តដាច់ម្លេះនិមលសួរខ្លួនឯងទាំងទឹកភ្នែកក្នុងខណៈនាងអង្គុយមើលរូបថតចាស់នៅវិទ្យាល័យជាស៊ីមតកែវនាងមិនដឹងទាល់ទេសោះថារាល់យប់សិលាតែងតែមកឈរមើលផ្ទះរបស់នាងពីចម្ងាយទាំងទឹកភ្នែកហូរកាត់ខ្វល់មុននឹងដើរត្រឡប់ទៅបន្ទប់ជួលតូចចង្អៀតរបស់ខ្លួនវិញម្ដាយរបស់និមលកាលបើឃើញកូនស្រីបែកបាក់ជាមួយសិលាហើយលោកស្រីមិនបានលួងលោមឡើយប៉ុន្តែបែរជាដាក់សម្ពាធខ្លាំងជាងមុនលោកស្រីបានរៀបចំគម្រោងបញ្ជូននិមលទៅរៀននៅប្រទេសក្រៅភ្លាមៗក្រោយបញ្ចប់ការសិក្សាដើម្បីផ្ដាច់ស្រមោលអតីតកាលរបស់នាងឲ្យអស់និមលកូនត្រូវដឹងថាអ្វីដែលម៉ាក់ធ្វើគឺដើម្បីកិត្តិយសគ្រួសារយើងស្រីស្រឡាញ់ស្រីវាមិនមានអនាគតទេវាមិនអាចទៅរួចទេពីព្រោះក្នុងសង្គមនេះមិនទទួលស្គាល់ឡើយសម្ដីរបស់ម្ដាយភាពដូចជាច្រវាក់ចាក់ចងជើងនិមលមិនឲ្យរើបំរាស់ទៅណាថ្ងៃប្រគល់សញ្ញាបត្របានមកដល់សិលាបានទទួលសញ្ញាបត្រទាំងទឹកមុខស្ងៀមស្ងាត់រួចចាក់ចេញទៅបាត់ភ្លាមដោយមិនបានចូលរួមពិធីជប់លៀងអ្វីទាំងអស់នាងបានដឹងថានិមលនឹងត្រូវចេញទៅសាលានៅបរទេសបន្តទៀតដែលម្ដាយបានរៀបចំឲ្យសិលាបានត្រឹមតែឈរមើលពីចម្ងាយក្បែររបងព្រលានយន្តហោះមើលយន្តហោះដែលនាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅទីសែនឆ្ងាយលីហើយអូនសម្លាញ់ទៅរកអនាគតឲ្យភ្លឺស្វាងចាស់បងនៅទីនេះមើលថែការចងចាំរបស់ពួកយើងទាំងពីរនាក់តែម្នាក់ឯងចាប់ពីថ្ងៃនោះមកជីវិតរបស់ពួកគេទាំងពីរបានបែកគ្នាចេញដូចជាបន្ទាត់ស្រោបគ្នាម្នាក់រស់នៅក្នុងពិភពវិជ្ជាបណ្ឌិតជាន់ខ្ពស់នៅបរទេសចំណែកអ្នកទៀតនៅក្នុងពិភពគ្រូបង្រៀននិងវាសនាតស៊ូមិនចេះចាប់មិនចេះហើយពេលវេលាបានរសាត់បាត់ទៅ1ឆ្នាំ2ឆ្នាំរហូតដល់14ឆ្នាំកន្លងផុតទៅពេលវេលា14ឆ្នាំបានរំកិលទៅមុខយ៉ាងលឿនប៉ុន្តែវាមិនអាចលុបនៅការចងចាំដ៏ឈឺចាប់ចេញពីបេះដូងរបស់មនុស្សពីរនាក់បានឡើយសិលាវ័យជាង30ឆ្នាំមិនបានបន្តអាជីពជាវិជ្ជបណ្ឌិតដោយក្តីស្រមៃកាលពីក្មេងឡើយព្រោះតែជីវភាពសិលាបានសម្រេចចិត្តត្រឹមធ្វើជាគ្រូបង្រៀនម្នាក់រស់នៅក្នុងជីវភាពសាមញ្ញបំផុតនៅអង្គការមួយចំណែកនិមលនាងបានក្លាយទៅជាវិជ្ជបណ្ឌិតឯកទេសវះកាត់ឆ្អឹងដ៏ល្បីល្បាញនៅប្រទេសបារាំងទើបតែត្រឡប់មកវិញនិងចូលបម្រើការនៅមន្ទីរពេទ្យដ៏ធំមួយនៅរាជធានីភ្នំពេញល្ងាចថ្ងៃសៅរ៍មួយមេឃនៅរាជធានីភ្នំពេញកំពុងបង្អរភ្លៀងយ៉ាងខ្លាំងសិលាកំពុងជិះម៉ូតូមួយគ្រឿងត្រឡប់មកពីបង្រៀនវិញនៅត្រង់មុំស្តុបបំបែកមានទឹកលិចស្រាប់តែពេលនោះមានរថយន្តមួយគ្រឿងបើកយ៉ាងលឿនបណ្ដាលឲ្យទៅប៉ះម៉ូតូមួយគ្រឿងទៀតដែលកំពុងដុបដីប្រពន្ធមួយគូបុកពេញទំហឹងហើយម៉ូតូនោះបានហោះទៅបុកម៉ូតូសិលាដែលសិលាកំពុងឈប់ភ្លើងស្តុបក្រហមធ្វើឲ្យសិលាគ្រោះថ្នាក់និងរបួសស្ទើរតែគ្រប់កន្លែងពេញទំហឹងតែម្ដងខ្លួនរបស់នាងបានដួលយ៉ាងខ្លាំងទៅលើខ្នល់សំឡេងបោកមួយទំហឹងធ្វើឲ្យដៃរបស់សិលាខាងឆ្វេងត្រូវបានបាក់ជាពីរនិងក្បាលរបួសជើងរបួសហូរឈាមស្រោចពេញដីសិលាជាក្មេងម្នាក់ដែលស្មារតីរឹងមាំណាស់គាត់ព្យាយាមពង្រឹងស្មារតីនៅក្នុងការក្រោកពីខ្នល់ប៉ុន្តែគាត់ក្រោកមិនបានរួចនៅឡើយទេ
គាត់ស្នើសុំជំនួយប៉ុន្តែมันមានអ្នកជួយលើកគាត់ឡើយដោយសំណាងល្អមានក្មេងប្រុសម្នាក់ដែលជាកូនសិស្សសាលាទើបតែចេញពីរៀនជិះកង់មកដល់ក៏បានជួយគ្រាសិលាក្រោកឈរនិងយកម៉ូតូរបស់សិលាយកទុកផ្ញើនៅការ៉ាសាំងមួយកន្លែងដើម្បីបញ្ជៀសនៅរាល់បញ្ហាផ្សេងៗនៅពេលដែលប៉ូលីសរឹបអូសម៉ូតូយកទុកដាក់ក្នុងប៉ុស្តិ៍សិលាបានព្យាយាមជួយខ្លួនឯងទាំងខ្លួនមានឈាមស្រោចពេញដីដោយមិនរងចាំឡានសង្គ្រោះបន្ទាន់មកទទួលសិលាទៅពេទ្យឡើយសិលាបានឡើងផាសអាប់ទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញក្បែរនំបំផុតដោយសារតែរបួសធ្ងន់ធ្ងរពេកបោកត្រូវក្បាលនិងដៃរបស់គាត់យ៉ាងខ្លាំងសិលាមិនបានមានស្មារតីគ្រប់គ្រាន់យូរឡើយបានតែដាក់ខ្លួនលើក្រែពេទ្យរួចក៏បាត់ស្មារតីម្ដងបន្តិចគ្រាន់តែប្រាប់លេខទូរស័ព្ទរបស់មិត្តភក្តិជិតស្និទ្ធម្នាក់ទៅដុកទ័រដើម្បីជួយសម្រួលគ្រាន់តែកត់ទូរស័ព្ទហើយភ្លាមសិលាបានបាត់បង់ស្មារតីរយៈពេលជាង2សប្តាហ៍ដុកទ័រនៅមន្ទីរពេទ្យនោះបានព្យាយាមជួយសង្គ្រោះសិលាយ៉ាងយកចិត្តទុកដាក់ហើយក៏បានតាក់ទងទៅសាច់ញាតិរបស់សិលានិងមិត្តភក្តិដែលសិលាតាមផ្ញើសិលាបានគេងនៅលើគ្រែពេទ្យដោយបាត់បង់ស្មារតីឈាមពេញខ្លួនដោយបន្សល់នៅតែលេខទូរស័ព្ទឲ្យដុកទ័រលំបាកនៅក្នុងការធ្វើការផងដែរប៉ុន្តែជាសំណាងល្អមិត្តភក្តិជិតស្និទ្ធរបស់សិលាក៏បានមកដល់ក៏បានជួយរត់ការឯកសារផ្សេងៗនៅក្នុងមន្ទីរពេទ្យដើម្បីឲ្យសិលាបានចូលទៅកាន់បន្ទប់វះកាត់ក្នុងសានភាពកណ្ដាលដឹងខ្លួនសិលាមានអារម្មណ៍ថាខ្លួនឯងកំពុងស្ថិតនៅលើគ្រែពេទ្យរុញទៅវិលមកនាងឮសំឡេងគ្រូពេទ្យនិងគិលានុបដ្ឋាយិការត់ស្លន់ស្លោអ្នកជំងឺបាក់ដៃឆ្វេងធ្ងន់ធ្ងរមានរបួសឈាមហូរក្នុងខួរក្បាលរញាប់ហៅវិជ្ជបណ្ឌិតឯកទេសវះកាត់ឆ្អឹងជាបន្ទាន់សំឡេងគិលានុបដ្ឋាស្រែកប្រាប់មិនយូរប៉ុន្មានទ្វារបន្ទប់វះកាត់បានបែកឡើងវិជ្ជបណ្ឌិតម្នាក់ពាក់ម៉ាស់ចិត្តដើរចូលយ៉ាងស្វាហាប់ភ្នែករបស់គ្រូពេទ្យម្នាក់នោះបានសម្លឹងទៅអ្នកជំងឺដែលកំពុងដេកស្ដោកសន្លប់ភ្លាមនោះឧបករណ៍ក្នុងដៃរបស់នាងស្ទើរតែជ្រុះដល់ដីទោះបីជាផ្ទៃមុខពោពេញទៅដោយឈាមនិងពេលវេលាកន្លងផុតទៅ14ឆ្នាំក៏ដោយសិលានិមលខ្សឹបឈ្មោះនៅក្នុងចិត្តទាំងញាត់ទ្រូងទឹកភ្នែកនាងស្រក់ចុះកាត់ម៉ាស់ពេទ្យប៉ុន្តែក្នុងនាមជាគ្រូពេទ្យនាងត្រូវទប់អារម្មណ៍នាងដឹងថាបើនាងមិនវះកាត់ឲ្យសិលាពេលនេះទេសិលាអាចនឹងបាត់បង់អាយុជីវិតឬពិការរហូតនិមលចាប់ដើមវះកាត់យ៉ាងដៃញ័រទៅត្រូវប៉ុន្តែនាងបានព្យាយាមផ្ដោតអារម្មណ៍បំផុតដើម្បីជួយសង្គ្រោះមនុស្សដែលនាងស្រឡាញ់បំផុតចុងក្រោយការវះកាត់បានអូសបន្លាយពេលជាច្រើនម៉ោងនៅក្រោមពន្លឺភ្លើងវះកាត់ដ៏ត្រជាក់ស្រេងនិមលប្រើរាល់បច្ចេកទេសនិងបទពិសោធន៍របស់នាងដែលមានដើម្បីតឆ្អឹងដៃឆ្វេងរបស់សិលាដែលបាក់ខ្ទេចនិងដេកមុខរបួសជាច្រើនកន្លែងទៀតរាល់ពេលដែលមកជុលដេកលើស្បែករបស់សិលានិមលហាក់មានអារម្មណ៍បដោតយកចិត្តទុកដាក់លើមកជុលនោះជាទីបំផុតដែលកំពុងចាក់ចូលសាច់របស់សិលាប្រៀបដូចជាចាក់ទម្លុះបេះដូងខ្លួនឯងអញ្ចឹងក្រោយការវះកាត់បញ្ចប់សិលាត្រូវបានបញ្ជូនទៅបន្ទប់សម្រាប់ពិសេសដែលនិមលជាអ្នកចាត់ចែងនៅការសម្ងាត់សិលាមិនទាន់ដឹងខ្លួននៅឡើយទេនាងដេកស្ងៀមនៅលើគ្រែពេទ្យដោយរុំបង់ជុំវិញក្បាលនិងដៃឆ្វេងដោយអំបោះយ៉ាងណែន
ហើយដើម្បីបានជាទៅជាបែបនេះសិលានិមលអង្គុយក្បែរក្រែពេទ្យក្នុងភាពងងឹតនៃពេលយប់នាងកាន់ដៃរបស់សិលាទាំងទំនេររួចយកមកផ្អែកនឹងផ្ទាល់របស់ខ្លួនទាំងទឹកភ្នែកហូរ14ឆ្នាំដែលបាត់ទៅតើសិលារស់នៅលំបាកយ៉ាងណាហើយដើម្បីបានជារបៀបនេះដើម្បីកុំឲ្យសិលាដឹងការពិតថាខ្លួនជាគ្រូពេទ្យដែលវះកាត់និងព្យាបាលឲ្យសិលាបានបញ្ជាឲ្យគិលានុបដ្ឋាយិកាទាំងអស់លាក់ប្រវត្តិនិងឈ្មោះរបស់ដុកទ័រដែលព្យាបាលសិលាអំឡុងពេលដែលសិលាមិនទាន់ដឹងខ្លួនគេងសន្លប់ស្ដុកស្ដឹងនៅលើក្រែពេទ្យរយៈពេលជាង2សប្តាហ៍និមលតែងតែយកចិត្តទុកដាក់និងមកគេងកំដរសិលាជានិច្ចមិនដែលលួសមួយយប់ឡើយនិមលតែងតែជូតខ្លួននិងផ្លាស់សម្លៀកបំពាក់ឲ្យសិលាជារៀងរាល់ថ្ងៃដោយក្នុងចិត្តរំពឹងទុកថាសិលានឹងឆាប់ដឹងខ្លួនឆាប់និមលបានត្រឹមតែឈរយំនិងអោបសិលាថ្នមហេតុអីបានជាបងខ្លាយទៅជារបៀបនេះបងដឹងទេជាង14ឆ្នាំនេះអូនមិនដែលភ្លេចបងឡើយទោះបីជាអូនសិក្សានៅប្រទេសបារាំងតែអូនព្យាយាមរកដំណឹងបងហេតុអីបានជាយើងជួបគ្នាក្នុងស្ថានភាពរបៀបនេះទៅវិញនិមលបានយំរហូតគេងលក់ក្បែរក្រែរបស់សិលាជារៀងរាល់ថ្ងៃស្អែកឡើងសិលាបានចាប់ដើមបើកភ្នែកតិចពន្លឺក្នុងបន្ទប់ពេទ្យធ្វើឲ្យនាងស្រវាំងភ្នែកខ្ញុំនៅឯណាសិលានិយាយទាំងខ្សោព្យាយាមកម្រើកខ្លួនប៉ុន្តែភាពឈឺចាប់បានរាលដាលពេញរាងកាយអ្នកជំងឺកុំទាន់រើអ្វីទាំងអស់ព្រោះបងទើបតែវះកាត់រួចទេណាគិលានុបដ្ឋាយិកាម្នាក់បានចូលមកប្រាប់រួចក៏ដើរចេញទៅវិញអ្នកណាជាអ្នកសង្គ្រោះខ្ញុំសិលាបានសួរទាំងពិបាកដកដង្ហើមគឺវិជ្ជបណ្ឌិតឯកទេសវះកាត់ឆ្អឹងប្រចាំមន្ទីរពេទ្យយើងណាបងគាត់យកចិត្តទុកដាក់ជាមួយនឹងបងខ្លាំងណាស់គាត់តែងតែនៅយាមបងទាំងយប់ទាំងថ្ងៃមិនបានសម្រាកនោះទេសិលាដកដង្ហើមធំទាំងអស់កម្លាំងនាងមិនបានចាប់អារម្មណ៍អ្វីទាំងអស់ក្រៅពីនេះឡើយប៉ុន្តែរាល់ពេលដែលមានគ្រូពេទ្យម្នាក់ចូលមកពិនិត្យរបួសនាងទោះបីជាគ្រូពេទ្យម្នាក់នោះមិននិយាយអ្វីសោះហើយពាក់ម៉ាស់ចិត្តក៏ដោយក៏សិលាមានអារម្មណ៍ថាកាយវិការថ្នមនិងក្លិនទឹកអប់ស្រាលនោះមានភាពស្និទ្ធស្នាលយ៉ាងចំណែកវាមានក្លិនដូចនាងធ្លាប់បានដកដង្ហើមចេញចូលរៀងរាល់ថ្ងៃកាលពី14ឆ្នាំមុនក្នុងចិត្តសិលាចាប់ដើមសង្ស័យប៉ុន្តែនាងព្យាយាមរុញចិត្តគំនិតនាងចេញវាមិនអាចទៅរួចទេនិមលជាដុកទ័រដ៏ល្បីនៅមន្ទីរពេទ្យយ៉ាងល្បីមិនអាចនាងមកមន្ទីរពេទ្យសាមញ្ញបែបនេះឡើយរយៈពេលជាង3ខែដែលសិលាសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យគឺមានជាពេលវេលាដ៏យូរអង្វែងសម្រាប់សិលារបួសដងខ្លួនចាប់ដើមជាសះស្បើយប៉ុន្តែដៃឆ្វេងរបស់នាងនៅមិនទាន់ត្រូវការបាននៅឡើយហើយខួរក្បាលរបស់នាងកំពុងតែស្ពឹកផងដែរនាងស្ទើរតែមានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំងជារៀងរាល់ព្រឹកព្រលឹមមុនពេលថ្ងៃរះវិជ្ជបណ្ឌិតចូលបើកបង្អួចតែមានគ្រូពេទ្យស្រីម្នាក់ដើរចូលតាមនិងជួយពិនិត្យរបួសផ្លាស់រោបសម្លៀកបំពាក់ឲ្យសិលាគ្រូពេទ្យម្នាក់នោះមិននិយាយរកសិលាអ្វីទាំងអស់ក្រៅពីសម្លឹងមើលមុខរបួស
កៅភ្នែកដ៏ស្រទន់កាយវិការនិងពាក់វ៉ែនតាយ៉ាងគួរឲ្យចាប់អារម្មណ៍អ្នកគ្រូពេទ្យសិលាហៅសំឡេងខ្សោៗក្នុងព្រឹកមួយហើយដើម្បីអ្នកគ្រូពេទ្យបាននិយាយលោកខ្ញុំសោះអញ្ចឹងឬមួយរបួសដៃខ្ញុំមិនអាចជាបាលបានដូចដើមគ្រូពេទ្យម្នាក់នោះបងអង្គដៃបន្តិចទះស្មារបស់នាងញ័រតិចតិចដូចកំពុងទប់ទឹកភ្នែកប៉ុន្តែនាងនៅតែមិននិយាយអ្វីរួចប្រញាប់ដើរចេញទៅក្រៅជាប្រញាប់សិលាសម្លឹងតាមដានដោយការងឿងឆ្ងល់កាន់តែយូរទៅនាងកាន់តែមានអារម្មណ៍ថាស្រមោលគ្រូពេទ្យម្នាក់នោះដូចជាមនុស្សស្រីដែលនាងធ្លាប់ស្រឡាញ់ស្មើនឹងជីវិតថ្ងៃមួយគិលានុបដ្ឋាយិកាបានចូលធ្វើចលនាឲ្យសិលាបានសាកសួរគិលានុបដ្ឋាដោយមិនអស់ចិត្តអ្នកគ្រូថាខ្ញុំអាចសុំស្គាល់ឈ្មោះដុកទ័រវះកាត់ខ្ញុំបានទេខ្ញុំអរគុណគាត់ដោយផ្ទាល់អូគឺវិជ្ជបណ្ឌិតនិមលចាគិលានុបដ្ឋាយិកាឆ្លើយដោយមិនបានព្រៀងទុកគាត់ជាប្រធានផ្នែកវះកាត់ឆ្អឹងនៅទីនេះគាត់យកចិត្តទុកដាក់នឹងអ្នកគ្រូសិលាខ្លាំងណាស់ព្រោះសូម្បីតែអាហារក៏គាត់ជាអ្នករៀបចំដោយផ្ទាល់ដៃផងដែរពាក្យថានិមលបានធ្វើឲ្យបេះដូងសិលាលោតញាប់ស្ទើរធ្លាក់ពីលើគ្រែពេទ្យឈ្មោះនេះកៅភ្នែកបែបនេះកាយវិការបែបនេះគឺនាងណាល្ងាចនោះសិលាបានព្យាយាមទប់កម្លាំងដើរចេញពីបន្ទប់ត្រេតត្រោតសំដៅទៅកាន់បន្ទប់ធ្វើការរបស់ប្រធានផ្នែកទ្វារបន្ទប់ចំហបន្តិចសិលាបានបើកឃើញស្ត្រីម្នាក់ពាក់អាវពេទ្យពោសកំពុងអង្គុយផ្អែកខ្នងលើកៅអីទាំងទឹកមុខហត់នឿយនាងបានដោះម៉ាស់ចេញហើយបង្ហាញផ្ទៃមុខដ៏ស្រស់ស្អាតម៉ត់រលោងសិលាមិនដែលភ្លេចទេរយៈពេលជាង14ឆ្នាំនិមលកំពុងអង្គុយយំស្ងាត់ក្នុងដៃនាងមានកាន់រូបថតសិលាចាស់មួយសន្លឹកដែលជាក្មេងស្រីពីរនាក់ជិះកង់ជាមួយគ្នានៅខេត្តតាកែវសិលាបានឈរធ្មឹងនៅមាត់ទ្វារទឹកភ្នែកហូរស្រក់ដោយមិនដឹងខ្លួនការពិតនាងព្យាយាមលាក់បាំងការលះបង់របស់នាងធ្លាប់ធ្វើឲ្យនិមលមានអនាគតល្អដូចពេលនេះវាបានវិលត្រឡប់មកជួបវិញក្នុងរូបភាពជាអ្នកសង្គ្រោះជីវិតប៉ុន្តែភ្លាមនោះសិលាបានក្រឡេកឃើញដៃឆ្វេងដែលរុំបងពេញខ្លួននិងសម្លៀកបំពាក់អ្នកជំងឺដ៏សាមញ្ញរបស់ខ្លួនរួចងាកទៅមើលបន្ទប់ដ៏ប្រណិតរបស់ខ្លួនពំលាតរវាងវណ្ណៈនាងដែលធ្លាប់ខ្លាចជាខ្លាំងនៅរឿងរ៉ាវដែលធ្លាប់កើតលើនាងកន្លងមកបានលងបន្លាចនាងម្ដងទៀតសិលាសម្រាប់ចិត្តដើរថយក្រោយយឺតនាងមិនចង់ឲ្យនិមលឃើញក្នុងស្ថានភាពបែបនេះឡើយសិលាព្យាយាមដើរថយក្រោយដើម្បីត្រឡប់ទៅបន្ទប់សម្រាកវិញប៉ុន្តែដោយសារកម្លាំងខ្សោយនិងការតក់ស្លុតក្នុងចិត្តនាងក៏ជ្រុលជើងទៅបុកធ្វើការក្បែរទ្វារបណ្ដាលឲ្យធ្លាក់បែកខ្ចាយនិមលភ្ញាក់ព្រឺតនាងប្រញាប់ជូតទឹកភ្នែករុញទ្វារចេញមកក្រៅនៅចំពីមុខនិមលគឺសិលាដែលកំពុងឈរញ័រខ្លួនភ្នែកជោកជាប់ដោយទឹកភ្នែកភាពស្ងៀមស្ងាត់បានគ្រប់ដណ្ដប់ក្នុងរបៀងមន្ទីរពេទ្យមួយសន្ទុះធំសិលានិមលហៅឈ្មោះនោះទាំងសំឡេងញ័រនាងលែងលាក់បាំងទៀតហើយនិមលស្ទុះទៅចាប់គ្រាស្មាសិលាដោយក្តីបារម្ភហេតុអីបងចេញមកក្រៅទាំងមិនទាន់បានមានកម្លាំងបែបនេះបើដួលទៅនឹងទៅជាយ៉ាងណាសិលាព្យាយាមរុញដៃនិមលចេញយឺតទាំងដង្ហើមញ័រ
Dr. Nimol គឺជានាងមែនទេហើយអ្វីត្រូវមកធ្វើល្អដាក់ខ្ញុំហើយអ្វីត្រូវទុកឲ្យខ្ញុំស្លាប់មកទៅនិមលទ្រាំមិនបានក៏យំអោបស្មាសិលាយ៉ាងណែនទាំងយំខ្សឹកខ្សួលពួកខ្ញុំមិនអាចបាត់បង់បងលើកទី2ទេ14ឆ្នាំនេះហើយដែលបងរត់ចោលខ្ញុំ14ឆ្នាំហើយដែលខ្ញុំរស់នៅដូចមនុស្សគ្មានវិញ្ញាណបងដឹងទេបាទខ្ញុំឡែកបង្ខំខ្ញុំទៀតហើយគាត់បានចែកឋាន5ឆ្នាំហើយពេលនេះគ្មាននរណាបំបីពួកយើងបានទៀតទេសិលាឮបែបនេះចិត្តទន់ជ្រាយខាងមួយរយៈនាងចង់លើកដៃអោបនិមលវិញណាហើយក៏ចង់ជូតទឹកភ្នែកឲ្យនិមលផងដែរព្រោះសិលាជាមនុស្សម្នាក់ដែលស្រឡាញ់និមលលើសពីជីវិតហើយក៏មិនដែលឲ្យនិមលស្រក់ទឹកភ្នែកសូម្បីមួយដំណក់តាំងពីនៅជាមួយគ្នានិមលជាវិជ្ជបណ្ឌិតដ៏មានគុណតម្លៃនិងកិត្តិយសចំណែកនាងសិលាគឺជាអ្នកជំងឺដែលមិនទាន់ប្រើដៃឬក៏ប្រព័ន្ធខួរក្បាលស្រួលបួលនៅឡើយទេនាងក្រំចិត្តដេកយំនៅក្នុងស្ថានភាពយ៉ាងលំបាកសិលាប្រមូលកម្លាំងដោយនិមលចេញម្ដងទៀតវាហួសពេលហើយនិមល14ឆ្នាំមុនយើងបែកគ្នាដោយសារវណ្ណៈគ្រួសាររបស់អ្នកតែពេលនេះយើងក៏ខុសគ្នាឆ្ងាយជាងមុនទៅទៀតមើលខ្លួនឯងហើយមើលខ្ញុំចាស់អូនគឺជាវិជ្ជបណ្ឌិតបងវិញគ្រាន់តែជាជនពិការគ្មានអនាគតកុំមកខ្ជះខ្ជាយពេលវេលាជាមួយខ្ញុំអីសិលាបងខ្ញុំមិនដែលខ្វល់រឿងទាំងនេះទេខ្ញុំរៀនពេទ្យក៏ដើម្បីបងខ្ញុំត្រឡប់មកវិញក៏ដើម្បីតាមរកបងបងស្រែកទាំងឈឺចាប់ប៉ុន្តែសិលាមិនបានខ្វល់ដោយលក្ខអារម្មណ៍យ៉ាងឈឺចាប់ប្រឹងដើរចូលទៅព្រៃគេប៉ុន្តែនិមលក៏មិនបណ្ដោយឲ្យសិលាដើរទៅដោយម្នាក់ឯងដែរដើរអោបសិលារហូតដល់ព្រៃគេរួចជូតខ្លួនឲ្យសិលានិងបានបញ្ចុកអាហាររួចទើបនិមលត្រឡប់ទៅបន្ទប់ព្រៃពេទ្យវិញសិលាបានទុកនិមលនៅក្នុងចិត្តជាង14ឆ្នាំកន្លងមកនេះគ្មានថ្ងៃភ្លេចសូម្បីតែមួយវិនាទីនិមលក៏ដូចគ្នាតើហេតុអ្វីបានជាបងនៅទុកខ្ញុំចោលឲ្យខ្ញុំរស់នៅក្នុងភាពឯកាតែម្នាក់ឯងសិលាស្ងាត់ដោយមិនបានបញ្ចេញមតិយោបល់អ្វីទៅប៉ះទៅកាន់និមលថ្ងៃដែលសិលាត្រូវចាកចេញពីមន្ទីរពេទ្យបានមកដល់មេឃនៅភ្នំពេញស្រឡះល្អណាស់តែធ្វើឲ្យបេះដូងមនុស្ស2នាក់បែរទៅជាស្រពាប់ស្រពំទៅវិញសិលារៀបចំសម្លៀកបំពាក់ដាក់ចូលកាបូបរបស់គាត់ដើម្បីស្ពាយយកទៅផ្ទះវិញដោយដៃឆ្វេងកំពុងតែរុំបងជាប់នឹងកដើរបណ្ដាយូរបណ្ដាពិបាកក្នុងការធ្វើចលនាដូចដើមណានិមលឡើងចូលមកក្នុងបន្ទប់នាងលេងពាក់អាវគ្រូពេទ្យពណ៌សទៀតហើយនាងស្លៀកពាក់ខោអាវសមរម្យរួចហុចស្រោមសម្បត្តិមួយទៅសេដានេះជាឯកសារពេទ្យរបស់បងនិងថ្នាំព្យាបាលហើយក៏មានប្រាក់មួយចំនួនសម្រាប់បងព្យាបាលនៅផ្ទះបន្តដែរនិមលនិយាយទាំងទុកទឹកភ្នែកសេដាសម្លឹងមើលស្រោមសម្បត្តិនោះរួចហុចត្រឡប់ទៅវិញទាំងស្រពោនទុកវាចោះដុកទ័រខ្ញុំមានប្រាក់សន្សំខ្លះដែរហើយខ្ញុំក៏មិនចង់ជំពាក់គុណដុកទ័រលើសពីនេះទៀតឡើយអរគុណដែលបានជួយសង្គ្រោះជីវិតខ្ញុំប៉ុន្តែជីវិតបន្ទាប់នេះខ្ញុំសូមដើរខ្លួនឯង
សិលាហើយអ្វីនៅតែគិតនឹងចិត្តរឹងបែបនេះនិមលស្ទុះទៅអោបដៃសិលា14ឆ្នាំមុនបងបោះបងខ្ញុំចោលម្ដងហើយព្រោះតែខ្លាចម៉ាក់ខ្ញុំព្រោះតែខ្លាចខ្ញុំលំបាកតែពេលនេះគ្មានអ្នកណារៀបរៀងយើងទៀតទេបងកុំមានអ្នកពេកខ្ញុំបានរៀបចំផ្ទះហើយបងត្រូវទៅនៅផ្ទះជាមួយគ្នាដូចមុនទៀតបងកុំធ្វើបាបចិត្តអូនដល់ថ្នាក់ឲ្យអូនឯកាពីមួយឆាកជីវិតសូមបងទៅនៅផ្ទះជាមួយអូនមិនចង់ឃើញបងលំបាករបៀបនេះទេអូនចង់ខ្លាយទៅជាមនុស្សម្នាក់ដែលបងត្រូវការបំផុតនិងចង់មើលថែអូនអស់មួយជីវិតនេះជាពាក្យដែលបងតែងតែនិយាយជាមួយអូនចុះហេតុអ្វីបានជាពេលនេះបងនៅតែបន្តរឹងមានអ្នកបែបនេះទៀតសិលាសម្លឹងមើលទៅក្នុងភ្នែករបស់និមលយ៉ាងជ្រាលជ្រៅនាងឃើញក្តីស្រឡាញ់ដ៏ធំធេងរបស់និមលចំពោះខ្លួនប៉ុន្តែសិលាក៏ឃើញពីភាពខុសគ្នាដ៏ធំធេងដូចគ្នានិមលសិលានិយាយយ៉ាងទន់ភ្លន់និងមាំអូនជាដុកទ័រមានកិត្តិយសមានអនាគតវែងឆ្ងាយចំណែកបងគ្រាន់តែជាគ្រូបង្រៀនសាមញ្ញម្នាក់ដែលពិការដែរបើខ្ញុំរស់នៅជាមួយអូនមនុស្សជុំវិញខ្លួននឹងមើលងាយអូនទៅជាបែបណាគេនឹងនិយាយថាដុកទ័រដ៏ល្បីម្នាក់មកយកមនុស្សស្រីពិការម្នាក់ជាគូជីវិតខ្ញុំមិនអាចឲ្យកិត្តិយសរបស់អូនធ្លាក់ចុះរបៀបនេះឡើយនិយាយរួចសិលាក៏បានងាកមុខចេញហើយដើរសម្ដៅទៅឡើងរថយន្តរបស់បងស្រីខ្លួនដើម្បីត្រឡប់ទៅផ្ទះវិញទុកឲ្យនិមលឈរយំកម្ដៅថ្ងៃចេះនៅមុខមន្ទីរពេទ្យស្នេហាដែលតស៊ូឆ្លងកាត់ពេលវេលាជិត20ឆ្នាំចុងក្រោយនៅសល់តែមិនអាចយកឈ្នះលើរបងវណ្ណៈនិងចិត្តមានះរបស់ខ្លួនបានពួកគេរស់នៅក្រោមមេឃតែមួយតែទីក្រុងតែមួយប៉ុន្តែផ្លូវជីវិតពួកគេមិនអាចប្រសពគ្នាបានទៀតដែរស្នេហាស្រីនិងស្រីដែលផ្ដើមចេញពីវិទ្យាល័យជាសិនតកៅបានបញ្សល់ទុកត្រឹមតែស្លាកស្នាមវះកាត់លើដៃឆ្វេងនិងរបួសដែលគ្មានការជាសះស្បើយនៅក្នុងបេះដូងរៀងខ្លួនរបាំងវណ្ណៈនិងស្នាមរបួសចិត្តមានសារអប់រំជូនប្រិយមិត្តទាំងអស់គ្នាក៏ដូចជាអាណាព្យាបាលរបស់បងប្អូនទាំងអស់គ្នាផងដែរការឲ្យតម្លៃខ្លួនឯងមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិទេវណ្ណៈនិងឋានៈសង្គមអាចបំបែកមនុស្សឲ្យនៅឆ្ងាយពីគ្នាត្រឹមរូបរាងកាយប៉ុន្តែកលៈទេសៈនិងចិត្តស្មោះប៉ុណ្ណោះដែលរក្សាតម្លៃស្នេហ៍ពិតការដែលយើងគិតថាខ្លួនមិនស័ក្តិសមជួនកាលវាអាចធ្វើបាបមនុស្សដែលស្រឡាញ់យើងបំផុតផងដែរសារទី2ដែលចង់ជូនអស់លោកអ្នកស្ដាប់ទាំងអស់គ្នាកុំឲ្យអតីតកាលคล้ายដូចជាច្រវាក់ការសម្រេចចិត្តដែលផ្អែកលើការភ័យខ្លាចនិងការគិតគូរជំនួសអ្នកដទៃដូចជាសិលាខ្លាចនិមលលំបាកអាចនាំមកនៅការសោកសៅនិងស្ដាយក្រោយអស់មួយជីវិតសេចក្តីសុខពិតប្រាកដគឺបានតស៊ូជាមួយមនុស្សដែលយើងស្រឡាញ់ទោះក្នុងកលៈទេសៈណាក៏ដោយទី3កិត្តិយសនិងក្តីស្រឡាញ់ការរក្សាកិត្តិយសមនុស្សជាទីស្រឡាញ់ជារឿងល្អប៉ុន្តែត្រូវដឹងថាសម្រាប់អ្នកដែលស្រឡាញ់យើងពិតវត្តមានរបស់យើងគឺមានតម្លៃដ៏ខ្ពង់ខ្ពស់និងកិត្តិយសបំផុតឬទ្រព្យសម្បត្តិដែលសង្គមផ្ដល់ឲ្យទូទី4ពេលវេលាមិនរងចាំនរណាម្នាក់ឡើយ
14 ឆ្នាំកន្លងផុតទៅជាពេលវេលាដ៏យូរអង្វែងបើសិនមានឱកាសកែខ្លួនឬចាប់ដើមជាថ្មីកុំប្រើទឹកចិត្តមានះបាត់ផ្លូវខ្លួនឯងព្រោះរបួសបេះដូងពិបាកព្យាបាលជាងរបួសផ្លូវកាយស្នេហាដែលស្អាតស្អំមិនមែនជាស្នេហាដែលល្អឥតខ្ចោះទេប៉ុន្តែជាស្នេហាដែលហ៊ានកាន់ដៃគ្នាឆ្លងកាត់រាល់ឧបសគ្គបើទោះបីទាំងពិភពលោកបំបែកក៏ដោយចាសសូមអរគុណសម្រាប់ការទស្សនានិងការចូលស្ដាប់នៅ Channel ដំណើររន្ធត់របស់ខ្ញុំពេលនេះសាច់រឿងបានដល់ទីបញ្ចប់ហើយសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅសាច់រឿងជាបន្តអរគុណសម្រាប់ការគាំទ្រនិងការចុច like ចុចរូបកណ្ដឹង Subscribe ដើម្បីទទួលបានវីដេអូថ្មីសូមអរគុណ